ចៅចេកជាក្រុមប្រឹក្សាបាលរបស់សមាគមធនាគារកម្ពុជាហើយក៏ដូចជាខ្ញុំជាប្រធាននាយកប្រតិបត្តិរបស់ធនាគារប្រៃសណីកម្ពុជាបាទជារួមកម្ចីក្រៅផ្លូវការនេះមានប្រភពនៅប្រទេសខ្មែរយើងមើលគិតថាឲ្យពេលច្បាស់លាស់មកវាអត់ដឹងច្បាស់លាស់ពេលណាតែតាំងពីដើមឡើយណាពីណាពីណីមកគឺមានអានឹងស្រាប់តាំងពីដើមមកក៏ប៉ុន្តែកាលពីដើមឡើយប្រជាជនយើងមិននិយាយមែនទែនទៅគាត់ខ្ចីរបៀបអនុគ្រោះគ្នាទៅវិញទៅមកដូចជាឪពុកម្ដាយឲ្យកូនខ្ចីបងប្អូនហ្នឹងខ្ចីទៅខ្ចីមកហើយពេលខ្លះទៀតក៏គេលេងតុងទីនដែរដោយសារកាលសម័យនោះមនុស្សចូលចិត្តប្រមូលលុយពីគ្នាទៅវិញទៅមកដើម្បីទៅប្រកបអីមួយតែកាលពីសម័យវាអត់ទាន់ទំនើបមនុស្សស្មោះត្រង់ច្រើនហើយមនុស្សអត់សូវធ្វើដំណើរទៅឆ្ងាយក៏នៅសហគមន៍ណាក៏នៅទីនឹងរហូតទាំងទៅដល់ពេលគាត់លេងតុងទីនឬក៏គាត់ខ្ចីអីមិនមានបញ្ហាទេអញ្ចឹងកម្ចីក្រៅផ្លូវការហ្នឹងបើគិតឲ្យច្បាស់លាស់ទៅមានយូរយារណាស់មកហើយនៅស្រុកខ្មែរតែកាលពីដើមឡើយគឺគេអ្នកខ្ចីគឺដោយសារការជួយគ្នាការ support ការគ្រប់គ្រងគ្នាទៅវិញទៅមកទៅប៉ុណ្ណឹងណាបរិបត្តិយើងសប្តាហ៍ថ្ងៃកម្ចីក្រៅផ្លូវការនឹងមានផលប៉ះពាល់ច្រើនជាងផលល្អដោយសារអ្នកក្រៅផ្លូវការនឹងជាទូទៅក៏អត់មានច្បាប់គ្រប់គ្រងគាត់អញ្ចឹងអ្នកដែលឲ្យខ្ចីនឹងគាត់យកប្រៀបខ្លាំងទៅលើអ្នកខ្ចីគាត់យកប្រៀបខ្លាំងដូចជាការប្រាក់នឹងក៏ខ្លាំងប្រាក់ពិន័យនឹងក៏ខ្លាំងលក្ខខណ្ឌផ្សេងនឹងក៏ខ្លាំងជួនកាលកិច្ចសន្យាដែលគាត់ទៅសេនឹងក៏យកប្រៀបជាងដែរអញ្ចឹងបើផលប៉ះពាល់សម័យឥឡូវនេះគឺប៉ះពាល់ធ្ងន់ធ្ងរមែនទែនដល់សេដ្ឋកិច្ចដល់អ្នកខ្ចីការច្រើនមែនទេមានធ្វើឥឡូវធ្វើយូរយារណាស់មកឲ្យរឿងតាក់ទងរឿងកាត់បន្ថយកម្ចីក្រៅផ្លូវការនេះយើងដឹងផលប៉ះពាល់វាផលប៉ះពាល់អវិជ្ជមាននេះច្រើនអញ្ចឹងសមាគមធនាគារគឺជាស្ថាប័នមួយដែលធ្វើឲ្យMostlyក៏អត់មានយក profit ទេណាគាត់ធ្វើមិនឲ្យសាធារណជនដឹងអញ្ចឹងសមាគមធនាគារគាត់រៀបចំនីតិវិធីមួយចំនួនដើម្បីឲ្យសាធារណជនដឹងឧទាហរណ៍ថាគាត់ប្រឹងបង្រៀនគេហៅ financial literacy អញ្ចឹងសមាគមធនាគារគាត់ប្រឹងប្រែងធ្វើច្រើនដូចជាអក្ខរកម្មហិរញ្ញវត្ថុអញ្ចឹងគំនិតហ្នឹងគឺចង់បរៀនមនុស្សទាំងអស់ឲ្យចេះមូលដ្ឋានគ្រឹះហិរញ្ញវត្ថុហើយបញ្យល់ប្រាប់គេថាស្ថាប័នណាផ្លូវការស្ថាប័នណាមិនផ្លូវការហេតុអីបានចង់បញ្យល់ចឹងឲ្យច្រើនឲ្យមនុស្សទាំងអស់ដឹងយើងអាចដើរតាមភូមិមួយប្រាប់គេថាគ្រប់កុំខ្ចីអានេះឬក៏ខ្ចីអានោះយើងអាចធ្វើចឹងបាននេះមានតែវិធីមួយគត់ដែលល្អសមាគមធនាគារល្អយុទ្ធនាការបរៀនបញ្យល់ធ្វើឲ្យមនុស្សជាច្រើននឹងបានយល់ជ្រួតជ្រាបថាកាលណាខ្ចីក្រៅប្រព័ន្ធឬក៏ខ្ចីក្រៅផ្លូវការនឹងប៉ះពាល់ដល់ជីវភាពរបស់គាត់ប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់គាត់ប៉ះពាល់ដល់គ្រួសាររបស់គាត់ជារួមកម្ចីក្រៅផ្លូវការនឹងវាប៉ះពាល់ធ្ងន់ធ្ងរណាស់អ្នកឲ្យខ្ចីនឹងគឺគាត់យកការប្រាក់នឹងហួសប្រកគាត់ហើយគាត់ខ្ចីចំនួនដែលខ្ចីនឹងមិនបានដោយបំណងឧទាហរណ៍តែពេលខ្លះខ្ញុំឃើញគេនិយាយលេងគាត់ថាខ្ចី1000បាន600ចុះបើចង់បាន1000មកខ្ចីបានអូតខ្ចីដល់1500ខ្ចីដល់2000អញ្ចឹងទៅបាន1000អញ្ចឹងចំនួនកិច្ចសន្យាដែលគាត់ខ្ចី1000ឬក៏2000មែនតែទឹកប្រាក់ដែលគាត់បានហ្នឹងអត់មានទេបានតែ600បានតែ1000ទេណាអញ្ចឹងអាចំនួនដែលគាត់បានហ្នឹងវាតិចជាងនឹងមែនទេយើងមើលបើគិតពីសម្រាប់ភាសាធនាគារគេហៅការប្រាក់ប្រសិទ្ធភាពវាថ្លៃមហាសែនថ្លៃវាថ្លៃមហាសែនថ្លៃហើយក្រៅមួយទៀតនៅពេលដែលបង់ផ្ដាច់ហ្នឹងក៏ពិន័យនឹងដល់កហើយចំនួនដែលបានហ្នឹងឧទាហរណ៍ថាបានតែ600បានតែ1000តែគេគិតការប្រាក់មិនគិតលើ600ដែលយើងបានទេគេគិតទៅលើ1000ដែលយើងបានគេគិតទៅលើ2000ដែលយើងខ្ចីនោះណាអញ្ចឹងធ្វើឲ្យការប្រាក់ប្រសិទ្ធភាពនោះវាខ្ពស់មែនទែនកាលណាការប្រាក់ប្រសិទ្ធភាពវាខ្ពស់ប្រមាណឧទាហរណ៍តឡើងដល់30% 50% អញ្ចឹងទៅធ្វើឲ្យអ្នកខ្ចីហ្នឹងមុននឹងក្រោយឧទាហរណ៍ថាគាត់ខ្ចីភ្លាមអត់ទាន់ខូចភ្លាមទេក៏ប៉ុន្តែគាត់ខ្ចីយូរឆ្នាំគាត់ខ្ចីច្រើនឆ្នាំទៅច្រើនខែទៅ2ខែ5ខែ6ខែមួយឆ្នាំឡើងទៅគាត់ចាប់ដើមប៉ះពាល់ដល់ពេលប៉ះពាល់ម្ដងតិចធ្វើឲ្យវិបត្តិហ្នឹងកាន់តែធ្ងន់ធ្ងរជួនកាលទៅលក់ដីសងគេសងអត់គ្រប់ផងណាជួនកាលទៅខ្ចីតែ3000ទេដល់ពេលបំណុលមែនទែន3ឆ្នាំក្រោយមកឡើងទៅ8000ឡើងទៅ10000អានឹងប៉ះពាល់ធ្ងន់ធ្ងរមែនទែនហើយបើសិនបើយើងមកខ្ចីប្រព័ន្ធខាងផ្លូវការគេគឺត្រឹមត្រូវឧទាហរណ៍ថាខ្ចីយើងទៅជ័យចុះការប្រអស់ថ្លៃ18%ណាអញ្ចឹងគេបញ្យល់ប្រាប់ច្បាស់ណាខ្ចី18%ខ្ចី3000បាន3000ខ្ចី5000បាន5000ខ្ចី30000បាន30000អញ្ចឹងណាហើយការប្រាក់បើថា18%គឺ18% 10% គឺ 10% 5% ហើយយើងនិយាយគ្នាដោយតម្លាភាពខ្ចី3ឆ្នាំបាន3ឆ្នាំហើយបើថាចង់ផ្អង់ផ្ដាច់មុនធ្វើម៉េចជូនដំណឹងមុន
លាអសអីលក្ខខណ្ឌណាអញ្ចឹងជាទូទៅអ្នកខ្ចីផ្លូវការគឺគាត់មានលក្ខខណ្ឌច្បាស់លាស់តម្លាភាពហើយអ្នកខ្ចីក្រៅផ្លូវការគឺលក្ខខណ្ឌមួយចំនួនគឺគេលាក់អំបាំងអញ្ចឹងបើសិនបើយើងចង់ទៅខ្ចីឲ្យខ្ចីក្រៅផ្លូវការធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរខ្លាំងមែនទែនជារួមណាដល់ជីវភាពគាត់មួយដល់ក្រុមគ្រួសារគាត់ដល់សហគមន៍គាត់និងដល់សង្គមជាតិទាំងមូល